ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីការរៀបចំផែនការរួមចំណាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី3ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីការរៀបចំផែនការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី3 NDC 3.0 ក្រោមអធិបតីភាពអាយុដំជួបប៉ារីសរដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការចូលរួមពីអាយុដំលោកជំទាវលោកស្រីប្រតិភូអមដំណើរអភិបាលរងខេត្តកែបកំពតតាកែវកោះកុងរួមទាំងអភិបាលក្រុងស្រុកប្រធានមន្ត្រីអង្គភាពជំនាញខេត្តនិងអ្នកពាក់ព័ន្ធជាច្រើនរូបកាលពីថ្ងៃទី19ខែឧសភាឆ្នាំ2025កន្លងទៅអាយុដំជួបប៉ារីសរដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថាការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងចម្បងមួយនាពេលបច្ចុប្បន្ននិងពេលអនាគតសម្រាប់មនុស្សជាតិទាំងមូលជាពិសេសសម្រាប់កម្ពុជាយើងដែលមានសេដ្ឋកិច្ចពឹងអាស្រ័យលើវិស័យកសិកម្មក្នុងនោះដែរអាយុដំសង្ឃឹមយ៉ាងមុតមមថាសិក្ខាសាលាថ្ងៃនេះនឹងជួយផ្ដល់នូវចំណេះដឹងជាមូលដ្ឋានបន្ថែមទៀតក្នុងការរួមចំណែករៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លោកសុកវណ្ណាតំណាងប្រចាំប្រទេសនៃអង្គការ UN Habitat បានសង្កត់ធ្ងន់ថាការរៀបចំសិក្ខាសាលានេះគឺជាឱកាសដើម្បីកំណត់និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវដោយប្រើប្រាស់ផែនការអាកាសធាតុជាតិក៏ដូចជាផែនការវិនិយោគដើម្បីទទួលបាននូវការគាំទ្រផ្នែកធនធាននិងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតងនិងអព្យាក្រឹតកាបូនលោកបន្ថែមថាប៉ុន្មានខែខាងមុខនេះក្រុមការងារបច្ចេកទេសដែលដឹកនាំដោយរាជរដ្ឋាភិបាលដោយមានការគាំទ្រពី UNDP និងទីភ្នាក់ងារអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតនឹងធ្វើការកំណត់គោលដៅផែនការជាតិប្រកបដោយមហិច្ឆតានិងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងឱកាសនោះដែរលោកស្រីទិតសុខាអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់អាយុដំបណ្ឌិតសំពិសិដ្ឋអភិបាលខេត្តកែបបានលើកឡើងថាខេត្តកែបជាខេត្តមួយដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងចំណោមខេត្តទាំង4រួមមានខេត្តកែបកោះកុងកំពតនិងព្រះសីហនុដោយសារតែទីតាំងរបស់ខេត្តកែបនៅជាប់មាត់សមុទ្រនោះខេត្តនេះបានទទួលរងគ្រោះធម្មជាតិជាញឹកញាប់ដូចជាខ្យល់កន្ត្រាក់ជាដើមជាមួយគ្នានោះដែរការយល់ដឹងស្ដីពីការប្រែប្រួលអាកាសធាតុរបស់ប្រជាពលរដ្ឋនៅមានកម្រិតមានផលប៉ះពាល់ច្រើនលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជននិងមូលដ្ឋាន